សត្វតែចង់ទៅឋានសួគ៌ទាំងអស់គ្នាមែនទេបើចង់ទៅឋានសួគ៌យើងត្រូវធ្វើយ៉ាងម៉េចกันនេះបងប្អូនជឿតែមាត់ទេហ៎ជឿមិនមែនជឿតែមាត់ទេណាគឺជឿទាំងអស់ចិត្តយើងឆ្លៃព្រះយេស៊ូវអូខេដាក់ដៃចុះអរគុណច្រើនយើងជឿដោយចិត្តពីព្រោះព្រះយេស៊ូវគ្រីស្ទព្រះអង្គលះបង់ជីវិតរបស់ទ្រង់នៅលើទីខាងដ៏អស្ចារ្យរបស់យើងដូច្នេះយើងត្រូវជឿទៅចិត្តព្រះអង្គមិនមែន 30% មិនមែន 50% មិនមែន 70% ប៉ុន្តែ 100% តិចទៅផ្ទះមកទីនេះជឿព្រះយេស៊ូវទៅដល់ផ្ទះអត់ទៅជឿអត់ទេណាគឺបានន័យថាគ្រប់ទីកន្លែងគឺព្រះជួយយើងគ្រប់ពេលវេលាគឺព្រះជាអ្នកការពារយើងនៅគ្រប់គ្រងយើងឲ្យតែយើងទុកចិត្តលើព្រះ 100% ព្រះអង្គនឹងយកប្រសិទ្ធទុកដាក់ជាមួយយើងព្រះអង្គនឹងការពារយើងព្រះអង្គនឹងថែរក្សាយើងអត់ខាតនោះតែទោះតែគេចង់ស្លាប់ទេគេខ្លាចគេខាតនោះណាប៉ុន្តែក្នុងចំណោមយើងទាំងអស់គ្នាដែលយើងជឿលើព្រះហើយយើងដឹងថាឋានសួគ៌គឺជាកន្លែងរបស់កូនរបស់ផងព្រះអ្នកដែលជឿលើព្រះហើយយើងត្រូវប្រាប់មិត្តភក្តិរបស់យើងចេះប្រាប់មិត្តភក្តិរបស់យើងថាមិត្តភក្តិនៅពេលដែលមិត្តភក្តិឯងស្លាប់ទៅអនាគតមិនមែនឥឡូវនេះទេពេលចាស់ទៅមិត្តភក្តិឯងស្លាប់ទៅមិត្តភក្តិឯងចង់ទៅណាពលិនវិញ្ញាណខាងពលិនវិញ្ញាណមិនមែនរូបកាយរបស់យើងទេមែនទេរូបកាយពេលយើងស្លាប់ទៅខ្លាយជាដីមែនទេខ្លាយជាផេះវិញពីព្រោះយើងកើតមកពីណាកើតមកពីដីដែលព្រះអង្គយកមកសូនធ្វើមែនទេពេលដែលស្លាប់ទៅរាងកាយនឹងត្រឡប់ទៅជាដីវិញហើយប៉ុន្តែពលិនរបស់យើងនៅទេពលិនរបស់យើងនៅយើងមានការចង់ទទួលសង្គ្រោះអត់ពលិនវិញ្ញាណរបស់យើងចង់អញ្ចឹងគេមានតែផ្លូវតែមួយគត់អ្នកដែលជឿលើព្រះយេស៊ូវគឺជាព្រះបត្រាដែលយើងបានអានខគម្ពីរមិញមែនទេគម្ពីរអីគេគម្ពីររ៉ូម៉ូណាគម្ពីររ៉ូម៉ូដែលគេឃើញនេះគម្ពីររ៉ូម៉ូណាពីពីឲ្យគេឈ្នួលរបស់អំពើបាបនោះជាសេចក្តីស្លាប់ឃើញទេជាសេចក្តីស្លាប់បានតែធ្លាក់ទៅឋាននរកហើយតែអំណោយទាននៃព្រះវិញ្ញាណគឺជីវិតនៅអស់កលជានិច្ចជីវិតនៅអស់កលជានិច្ចរបស់អ្នកណាគេជីវិតដែលយើងជឿលើព្រះយេស៊ូវ